សង្ស័យយើងគិតអ្វីជាមួយគេអញ្ចឹងមែនហើយខ្ញុំក៏ចង់ថាគេគិតយ៉ាងម៉េចជាមួយនឹងសុំដែរស្ត្រីនេះ100ទាំង100ចង់រៀបការជាមួយប្រុសដែលខ្លួនស្រឡាញ់ម៉ាក់គិតថាសុំច្បាស់ជាឈឺចាប់បើសិនជាគេរៀបការជាមួយមនុស្សដែលមិនស្រឡាញ់ខ្ញុំមកសួរសុខទុក្ខខ្ញុំដឹងថាលោកប្រកាសជាមកខ្ញុំសប្បាយចិត្តណាស់ដែលលោកមកលោកសុខសប្បាយទេខ្ញុំថានិយាយរឿងអ៊ំប្រសើរជាងតាអាការៈយ៉ាងណាទៅហើយចិត្តស្លាប់ហើយសុខទុក្ខខ្ញុំមិនគួរសួរសោះលោកខ្ញុំដឹងខ្លួនច្បាស់ណាស់ណែខ្ញុំកំពុងតែចង់ជួបលោកដែរព្រោះថាខ្ញុំមានរឿងចង់ជជែកជាមួយលោកច្រើនរឿងណាស់ខ្ញុំខ្លួនឯងក៏ដូចគ្នាដែរខ្ញុំមានរឿងចង់សួរអ៊ំចេស៊ីដូចគ្នាសុទ្ធតែរឿងដែលសំខាន់នៅក្នុងខ្លួនរបស់ខ្ញុំបើអញ្ចឹងនិយាយរឿងរបស់លោកមុនសិនបាទខែដំបូងអ្នកស្រីចេស៊ីធានាខុសត្រូវរឿងធនាគាររបស់លោកប៉ាតើមិនមែនដែរទេអ្នកណាប្រាំធ្វើការប្រស័យទាក់ទងនឹងខ្លួនឯងនៅមានរឿងទៀតដែរអ្នកជាអ្នកជំរុញឲ្យនរណាទៅទិញក្រុមហ៊ុនរបស់អ្នកនេះមួយចំណែកផ្ទាល់ខ្លួនរឿងនេះលោកក៏ប្រស្រ័យទាក់ទងដល់ខ្លួនឯងបាទហើយនៅមានរឿងដែលខ្ញុំត្រូវប្រស័យទាក់ទងខ្លួនឯងទៀតរឿងទាំងពីរនេះហើយជាមូលហេតុដែលអ្នកស្រីបង្ខំឲ្យខ្ញុំរៀបការជាមួយនឹងសុខលោកប៉ាលោកប្រាប់ថាខ្ញុំបង្ខំលោកមែនទេអ្នកស្រីមិនចាំបាច់វាយណាទេឆ្លើយសំណួរខ្ញុំទាំងអស់នេះមកហេតុអីក៏ចាំបាច់ទៅបង្ខំខ្ញុំមិនបានបង្ខំលោកទេបើលោកមិនព្រមរៀបការលោកមិនបានរៀបការទេអ្នកស្រីជីស៊ីមិនបានបង្ខំខ្ញុំទេតែអ្នកស្រីបង្ខំលោកប៉ាខ្ញុំក៏ដូចជាបង្ខំខ្ញុំដែរខ្ញុំចង់ដឹងណាស់ចុះហេតុអីបានជាធ្វើអញ្ចឹងទៅដែរណែពាក្យដែលសួរមកទាំងអស់នេះមានន័យថាលោកមិនពេញចិត្តឬក៏លោកសោកសុំណាគឺខ្ញុំមិនសោកហើយក៏មិនមែនមិនពេញចិត្តដែរតែថាខ្ញុំត្រូវការភាពពិតណាអ្នកស្រីភាពពិតនេះចាំលោកទៅសួរលោកប៉ារបស់លោកបានហើយខ្ញុំមិនចាំបាច់លើកសុំឲ្យទៅលោកក៏បានញាក់ពួកហៃសូទាំងសង្ហាទាំងមានច្រើនទៀតគេត្រូវការភាពសំរុំក្មេងៗល្អដូចជាសុំខ្ញុំសុំប្រាប់លោកណានៅពេលនេះសុំមានជាលោកច្រើនជាងនេះទៅទៀតនេះគឺភាពពិតនៅតែមិនត្រូវតម្លៃតែប៉ុណ្ណោះទេអ្នកស្រីនិយាយស្អីហ្នឹងមើលខ្ញុំពេញហើយនេះហ៎នេះអ្នកស្រីចេះស៊ីអ្នកស្រីនេះអ្នកស្រីចេះជួយមានទូរស័ព្ទជាបន្ទាន់របស់លោកជីវ៉ៃនាងរាជិនីតែខ្ញុំចាំទទួលភ្ញៀវនៅទីនេះសិនលោកជីវ៉ៃបញ្ជាថាបើសុំកំពុងតែធ្វើការឲ្យអ្នកដទៃមកធ្វើចំនួនទៅហើយប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ហើយតែកាត់អីលោកនេះប្រាប់ថាអ៊ំស្រីរបស់នាងឈឺធ្ងន់ណាស់លោកគ្រូពេទ្យតែយ៉ាងម៉េចទៅហើយស្អីនេះព្រឹកយើងទៅធ្វើការប្រកាសហើយដូច្នេះយើងទៅព្រមព្រៀងជាមួយសាច់ញាតិរបស់អ្នកជំងឺមិនមែនជាសាច់ញាតិគាត់ទេខ្ញុំទៅពិភាក្សាជាមួយសាច់ញាតិគាត់សិនចាហួយកើតអីទេហេតុអីបានជាអ៊ំបាត់ស្មារតីគាត់រើឡើងវិញតើមែនទេចែក៏មិនដឹងដែរណាសុំតែអ៊ំចែនេះគាត់ជជែកជាមួយលោកសាឡានៅក្នុងបន្ទប់ចែនៅខាងក្រៅគេច្បាស់ជាធ្វើឲ្យអ៊ំភ័យខ្លាំងព្រោះថាគេនេះអាក្រក់ណាស់នៅនាងរាជិនីអូយសុំណែលោកធ្វើឲ្យអ៊ំខ្ញុំបាត់ស្មារតីតើលោកធ្វើបែបនេះព្រោះអីណែនាងមុននឹងផ្ទះកម្លេចខ្ញុំនេះស្ដាប់ខ្ញុំសិនបានទេអ៊ំចេះស៊ីរបស់នាងត្រូវវាកាន់នៅពេលព្រឹកស្អែកនេះបើសិនជាញាតិរបស់
ស្នងសងគុណទេព្រោះថា ស្អីតែខ្ញុំមិនដឹង ព្រោះថាយើងទាំងពីរនាក់នេះនឹងខ្លាយទៅជាមនុស្សតែមួយឆាប់នេះហើយ នេះលោកកុំមកនិយាយលេងបែបនេះណា រឿងហ្នឹងវាយ៉ាងនេះណាអ៊ំចេស៊ីរបស់នាងនេះមកស្ដីទៅនឹងខ្ញុំពីលោកប៉ារបស់ខ្ញុំគួរឲ្យរំភើបចិត្តទេនាងមិនគួរបដិសេធនោះទេឮថានាងបដិសេធជាមួយគាត់មែនទេ មនុស្សឈួតមនុស្សរត់ផ្លេចចិត្ត បានតាហើយចូលប្រយ័ត្នខ្លួនផងថានាងនឹងមានស្វាមីអារោគចិត្ត នេះលោកមិនឃើញខ្ញុំកំពុងតែខ្វល់ចិត្តចំពោះអ៊ំស្រីរបស់ខ្ញុំទេ កំពុងតែឃើញតែថាខ្លួនខ្ញុំនេះកំពុងតែសប្បាយចិត្តដែលបានភរិយា អូយអូយ លោករមាត់ចិត្តទេ ណែអូយសុំ គាត់វិលមកឯង ប៉ុន្មានហើយសុំក្រែនតិចមក អើក្រែអើលឿនឡាន អលឿនទៅអិចអលឿនទៅត នេះជាគួតសុំ10លានឲ្យ1លានគួរម៉ែណាត្រឹមតែ1លានក៏សប្បាយใจដែរគិតឃើញហើយត្រូវតែទៅរកលោកនេះតើទៅរកណៃណាទេណោះបងតោលោកនេះបងតោដែលត្រូវជាប្អូនរបស់លោកសេកានោះតើគាត់យ៉ាងម៉េចដែរ គាត់គឺជាមនុស្សល្អបំផុតហើយអត់មានថ្ងៃមនុស្សដូចជានាងនេះគិតតែចាប់គាត់បានទេតែឆ្ងាយទៅបងធ្វើការទៅ តែខ្ញុំអត់មានលុយសុំលុយចាយប្រហែលជា5000មក ក្មេងជាពួតលុយ5000បងសំទុកញ៉ាំឲ្យពុកម៉ែបើសិនជាឲ្យឯងនោះឯងយកទៅចាយដើរលេងតែប៉ុណ្ណឹងមិនមែនយកទៅរក្សាទុកឯណាប្រយ័ត្នខ្លួនទៅអើយតែខ្ញុំយកទៅរកពេទ្យផលិតពោះណាបងតោណាទេ មនុស្សគួរស្អប់ដូចជាឯងនេះតែ50បានគឺបានហើយហេឡូបាទចេះហ៎តើអ្វីទៅនឹងខ្ញុំនឹងប្រញាប់ទៅឥឡូវនេះណាចេះបាទនេះណែ អូយស្អីតែនេះចាំទៅដល់ថ្នាក់នេះផងអី នាងខ្យល់ចាប់ខ្ញុំសាកសួរដឹងរឿងអស់ហើយថានាងនេះមិនបានញ៉ាំអ្វីពេញមួយថ្ងៃហើយខ្ញុំថាហើយនាងប្រហែលជាសប្បាយចិត្តទេដឹងនឹងបានរៀបការជាមួយខ្ញុំ ខ្ញុំមិនកំ pl ែងមិនសប្បាយខ្ញុំមិនព្រមរៀបការជាមួយមនុស្សដែលមានគូដណ្ដឹងហើយទេ កុំតន់អានិយាយរឿងរៀបការនៅពេលនេះអីស្អែកនេះអ៊ំចេះស៊ីរបស់នាងត្រូវចាប់ផ្ដើមវាកាត់ហើយណា ចេះហួយទៅណាហើយ ចេះហួយគាត់មិនចង់រំខានជាងតែពីរនាក់ទេអំបញ្ញមិញនេះខ្ញុំឃើញទូរស័ព្ទទៅរកអ្នកណាក៏មិនដឹងខ្ញុំថានាងគួរតែដេកសម្រាកនិយាយជាមួយពេទ្យឲ្យគេធ្វើបានយកព្រមតែប៉ុណ្្នឹងទេមកដល់ហើយមកណែឆាប់ទទួលទានទៅ មិនញ៉ាំយកចាញ់ទៅ អត់ទេខ្ញុំគ្រាន់តែចង់មើលមុខអ្នកដែលសក់លាក់មកលុបមុខនេះគួរឲ្យស្រឡាញ់ដូចគ្នា មនុស្សឈួតណា រួចរាល់ហើយនេះបានវះកម្ម ខ្ញុំមកស្លឹកមកយកទៅឲ្យសុំស្ញេណា ចុះសុំគេយ៉ាងម៉េចដែរ សុំ បងតោខ្ញុំសប្បាយចិត្តណាស់ដែលបងមក អូយបងភ័យខ្លាំងណាស់តើយ៉ាងមិនដែរនេះហ៎ មនុស្សឈួតនោះធ្វើឲ្យខ្ញុំនេះមិនបានញ៉ាំបាយពេញមួយថ្ងៃហើយខ្ញុំក៏កើតខ្យល់តែម្ដងទេ ឥឡូវនេះអ៊ំចេះស៊ីយ៉ាងមិនដែរ ស្អែកនេះពេលព្រឹកត្រូវវះកាត់ហើយខ្ញុំខ្លាចថា
ពេលវាកាត់រួចហើយនឹង ណែអូយកុំយំអីមនុស្សល្អកុំយំអីណាកុំយំ หยุดต้มเลยไม่ต้องร้องไห้แล้วนะเป็นไปดีนะ បងតកុំតាណាចោលខ្ញុំបងតត្រូវនៅជាមួយនឹងខ្ញុំណាឲ្យកម្លាំងចិត្តដល់ខ្ញុំ បងមិនទៅចោលសុំទេបងនឹងនៅជាមួយសុំរហូតដល់ព្រឹករងចាំមើលអ៊ំចេះស៊ីវះកាត់សិនកុំយំអីណាណាអូណែអុយជវាយអញ្ចឹងអង្គុយលោកតមនមានថ្នាំពិសេសធ្វើឲ្យអ្នកជំងឺក្រោកពីក្រែបានណណែគឺណែ ខ្ញុំមិនបានញ៉ាំទេណាបងតអើយលោកតមកនេះញ៉ាំដោយខ្លួនឯង ណែជួនពេលខ្ញុំឃ្លានខ្លាំងពេកណាលោកនាយខ្ញុំក៏ញ៉ាំអស់តែម្ដងទៅបើអញ្ចឹងខ្ញុំនឹងឲ្យគេរៀបចំឲ្យថ្មីណាមិនបាច់ទេ ត្រូវតែបាច់អាឡូចុងភៅជួយយកអាហារមកផងត្រង់បន្ទប់លេខ55209ជាបន្តណាអលឿនណែ ស្អីហ្នឹង សញ្ញាអ៊ំចេះស៊ីវាកាត់ទៅណែសញ្ញាកាត់ទេបើសញ្ញាមកកាត់ទេខ្ញុំជួយចាប់ដៃឲ្យស៊ីឲ្យ កាត់តែ លោកតំនលោកមកជឿទេថាខ្ញុំជាមួយរាជនីនេះ សញ្ញារួចហើយយកទៅឲ្យពេទ្យទៅ លោកតំនយកទៅពេលមកបាត់ច្បាយចៃហួយមកដល់ល្មមខ្ញុំគិតថាលោកនាយជាមួយនឹងសុំមើលទៅដូចជាផ្លែរឿងអ្វីម្យ៉ាងក៏មិនដឹងមើលទៅដូចជាបាក់កាន់ខ្ញុំជាមួយនឹងសុំដល់ហើយខ្ញុំថាគេត្រូវមានរឿងអីច្បាស់ហើយ ប្រកាសជាមានគេទាំងពីរនាក់នឹងត្រូវរៀបការនឹងគ្នានៅពេលឆាប់ៗ អើយចុះគូតំណែងរបស់ចៅវាយនោះ មិនដឹង ហើយគេពីរនាក់នេះយកព្រមឬមួយក៏អត់ ប្រាប់ថាមិនដឹង អូយដឹងហើយអញ្ចឹងតើបានជាលោកនាយនេះចូលចិត្តសម្លឹងខ្ញុំបើកភ្នែកធំដាក់ខ្ញុំតែម្ដងហើយខ្ញុំនេះដូចជាហួសហេតុពេកហើយចុះខ្ញុំហេតុអីបានជាចូលចិត្តអោបសុំជាប្រចាំអើយខ្ញុំសប្បាយចិត្តជំទាស់សុំដែលបានមនុស្សល្អកុំឲ្យតែបានមនុស្សល្ងងខ្លៅអញ្ចឹងរឿងប្អូនមកនោះត្រូវដោះស្រាយយ៉ាងណាទៅចៃហួយ ឯងកុំនិយាយច្រើនហើយឯងប្រញាប់យកសម្បត្តិនេះទៅឲ្យពេទ្យទៅហើយឯងក៏ប្រញាប់ចេញទៅមិនបាច់មកសួរសុខទុក្ខសុំទៀតទេគ្រាន់តែរឿងប៉ុណ្ណឹងណាវាខ្វល់ប៉ុណ្ណឹងទៅហើយកុំឲ្យរឿងនេះវាហួសហេតុពេកណាទេ តែ មិនបាច់តែទេ បានអូនញ៉ាំទៅ អត់ទេ ខ្ញុំដឹងហើយនាងមិនញ៉ាំព្រោះខ្ញុំបច្ចុប្បន្ននាងចង់ឲ្យលោកតមនបច្ចុប្បន្នមែនទេ មិនមែនហើយ ណែអ្នកទាំងពីរស្រឡាញ់គ្នាណាស់មែនទេឲ្យតែឃើញគ្នាតែងតែអោបគ្នាចឹង ណែលោកគិតតាមម្លឹងផងហ៎ ឃើញតលើភ្នែកណានាងក៏យកខ្លួនតមនមកអោបគ្រប់ពេល ណែលោក ក៏មកកែខ្លួននៅពេលដែលយើងទាំងពីរនាក់ត្រូវបង្ខំឲ្យរៀបការជាមួយគ្នានេះដើម្បីបរិយាយនេះពិតមែនទេ ចា តែណាទៅដែលសៃជេស៊ីយកនាងមកតួអង្គដើម្បីស្នើខ្ញុំឲ្យមកកន្លែងនេះនាងត្រូវតែជប់តាក់ទងជាមួយតមនពីថ្ងៃនេះតទៅណានាងឲ្យខ្ញុំមកអង្គុយគិតដោយបន្ទុកចិត្តបែបនេះ ចា ចារបស់នាងនេះជប់ឬក៏មិនជប់ទេ ប្រាប់សិនមកចាំឯងគិតយ៉ាងម៉េចជាមួយខ្ញុំតើឲ្យខ្ញុំត្រូវធ្វើយ៉ាងម៉េចទៀតទេ ខ្ញុំនឹងស្មានសោះថាពីមុនមកនាងអាក្រក់បែបនេះទេ ជីវិតដែលកន្លងផុតមកលំបាកបែបនេះខ្ញុំត្រូវតែអាក្រក់ហើយលោកប្រាប់ទៅសិនទៅភាសាជាងខ្ញុំចង់សម្រាប់តែម្នាក់ឯងស្ងាត់ស្ងាត់ បាទខ្ញុំត្រឡប់ទៅមុនក៏បានដែរតែនាងស្ដាប់ពាក្យខ្ញុំណាទៅតាមតមនមក
លោកមើលតែរីសតរបស់យើងនេះទទួលភ្ញៀវបានច្រើនណាស់ ខ្ញុំមានរូបភាពផ្ញើទាំងស្រស់ទាំងស្អាតផ្ញើឲ្យណានាងរត លោកផុតដូចជាសរសើរពេកហើយតែខ្ញុំថាទីនេះអាកាសធាតុក៏ល្អទិដ្ឋភាពក៏ល្អថែមទាំងអ្នកបម្រើរបស់លោកនេះក៏ល្អដែរ បើខ្ញុំពិតជាល្អមែននោះហេតុអីបានជារាជនីគេមិនចូលចិត្តខ្ញុំអញ្ចឹង ប្រហែលជាគ្មានភាពស្និទ្ធស្នាលទេដឹង បើអញ្ចឹងខ្ញុំស្និទ្ធស្នាលជាមួយនឹងរដ្ឋបែបនេះខ្ញុំក៏ត្រូវហើយមែនទេ កុំយកខ្ញុំទៅរវល់ឲ្យសោះបើលោកផុតពេញចិត្តសុំពិតមែននោះលោកបង្ហោះគេទៅរកឲ្យបានកក់ទេនៅខាងនេះតើឲ្យខ្ញុំចាត់ចែងចាស់ នាងគួរឲ្យស្លាញ់ពិតមែនបើខ្ញុំមានបងប្អូនប្រុសខ្ញុំប្រកាសជាភ្ជាប់ពាក្យឲ្យគេហ่า បងប្រា តែមកកាសអីហ្នឹង ខ្ញុំសុំកាត់សិនហើយ ណែមកកាសអីទៅឆាំនិយាយមក បងសិលាគេរៀបការហើយ រៀបការក៏ល្អហើយចុះអូនមកជុំធ្វើស្អីហ្នឹង គាត់មិនមែនរៀបការជាមួយខ្ញុំទេ អេមិនរៀបការជាមួយមកទេបើអញ្ចឹងសិលាគេរៀបការជាមួយណាគេទៅ ខ្ញុំក៏មិនដឹងដែរលោកសិលាមិនប្រាប់ទេ លោកប៉ាខ្ញុំយកព្រមរៀបការជាមួយរាជនី លោករៀនមក លោកប៉ាខ្ញុំព្រមរៀបការជាមួយរាជនីហើយច្បាស់ណាស់បើគិតថាអ្នកស្រីជាស៊ីប្រហែលជាសប្បាយចិត្តពិតមែនហើយសប្បាយចិត្តរោគឬឡើងវិញហើយអ្នកស្រីជាស៊ីត្រូវមានកាត់ផ្សាយនេះហើយណាអុយគាត់សប្បាយចិត្តពេកដោយសារកូនស្រីរបស់គាត់នេះលួចដាច់អ្នកសិលាហេតុអីក៏ឯងនិយាយស្រីគួរសមយ៉ាងនេះព្រោះខ្ញុំមិនយល់គាត់សប្បាយចុះហេតុអីចាំបាច់រៀបការចាំបាច់អ្នកស្រីជាស៊ីកំណត់ឲ្យពួកខ្ញុំរៀបការដូចនេះណែបាទសួរឯងត្រង់ណាសិលានាងសុំគួរឲ្យស្រឡាញ់ដល់ម្លឹងទៅហើយចុះហេតុអីបានជាឯងធ្វើដូចជាចង់ងាប់ឬថារៀបការជាមួយគេនេះនាងគួរឲ្យស្រឡាញ់សម្រាប់អ្នកដទៃទេមិនមែនជាមួយខ្ញុំហើយម្យ៉ាងទៀតខ្ញុំមិនស្រឡាញ់នាងសូម្បីតែបន្តិចដោយចុះហេតុអីចាំបាច់ទៅសោកធ្វើអីមិនក៏ឯងមិនធ្វើខ្លួនឲ្យនាងស្រឡាញ់ទៅឯងប្រកាសជាធ្វើបានខ្ញុំធ្វើមិនបានទេប៉ានាងស្រឡាញ់អ្នកដទៃទៅហើយណាតាមីបងទៅធ្វើការហើយណាចាំបងផ្ញើលុយទុកឲ្យ100បើមានរឿងអីទូរស័ព្ទទៅរកបងទៅណា ម៉ែ100ឯងឲ្យថ្លៃបានមួយស្លឹងតវាអត់ទៅហើយខ្ញុំមិនអង្គុយហិចដៃចង់យកលុយដែលបន្តឲ្យបាន100ទេយើងត្រូវតែរកលុយឲ្យបានតែយើងទៅរកណៃណាតែមក ជំរាបសួរចាស់បុយ ជំរាបសួរលោកសិលាមកតាំងពីព្រឹកតែម្ដងហើយណា ខ្ញុំមកជួយអ្នកស្រីជាស៊ីទៅបន្ទប់វគ្គកាត់ណា ដូចជារំខានលោកពេកហើយ អត់ទេនេះជាទួលនាទីតើចាយនឹងទេឬខ្ញុំជាមួយនឹងរាជនីនោះ ប្រាប់ហើយអរគុណលោកច្រើនណាស់ដែលធ្វើល្អជាមួយអង្គជាស៊ីបែបនេះបើមិនជាស៊ីដឹងគាត់ប្រកាសជាសប្បាយចិត្តមិនខានទេ មកសំណាងល្អណាស់ខ្ញុំនឹងជួយខ្ញុំដឹងណាថាអ្នកស្រីបារម្ភពីសុខកុំរំអីណាចាំងាយនេះខ្ញុំទៅជែកជាមួយគេ មិនចេះទេចាំខ្ញុំរកចាំនៅមុខបន្ទប់រកចាំមិនចេះចេញមកទេ លោកគ្រូបែប
ជួបបានតាពីអាទីបានជាខ្ញុំមកទីនេះមកមើលអ្នកស្រីជាស៊ីវាកាត់ក៏មិនខ្ញុំមកទេអូយនិយាយមកមានច្បាស់ជាប្រចាំនឹងខ្ញុំហើយអូយតាក៏ធ្វើយ៉ាងម៉េចជាមួយនឹងគាត់ឡោះត្រឡប់ទៅប្រាប់វិញថាស្ត្រីអ្នកនេះមិនមែនជាកូនរបស់ខ្ញុំទេធ្វើបាននេះឡោះជាមកគាត់ហើយសូមតែយកមកទៅហើយណាអាការៈក្រមកហើយណាមកយកតាមហើយនេះក្រែងលោកបានសោះបងឡើងអត់ចេះគាត់យកខាងបន្ទប់បែបកាន់ខ្ញុំខ្លាចគាត់កាត់អីមិនបាច់ខ្លាចទេណាយើងមិនមកសុំធေါ်គាត់ពេញវិញខ្ញុំចែរបស់សូមពិតជាមានអ្វីកើតឡើងទេណាតែពេលនេះសូមត្រូវតែពេលលោកទៅមើលចាស់ជាមួយបងចាំបងហៅទៅឲ្យបណ្ដោះស្រោមឲ្យណាខ្ញុំមានឱកាសនេះការទីប្រឹកខ្ញុំពួតតែសូមសុំតបគាត់ពីមកណាតែពេញពីដាក់ដួលបែរហើយជួយជួយតែប្រឹកតែបងហើយជួយមិនតែមួយជីវិតនេះគ្មានអ្នកណាស្រឡាញ់ខ្ញុំដូចជាបងតូទេខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានជួបបងតូម្ដងទៀតបងតូធ្វើឲ្យជីវិតខ្ញុំស្រស់បំព្រងឡើងវិញបងក៏តាមរកសុំមកជារៀងរហូតតាមរកស្ទើរតែកន្លះផែនដីទៅហើយក៏សូត្រធေါ်សុំឲ្យជួបមុខឆាប់ប៉ុន្តែពេលនេះយើងបានជួបគ្នាហើយនិយាយចឹងពេលណាទៅសុំទៅប្រាប់ជាវាយនេះយើងថាយើងទៅពីរនាក់ត្រូវជាស្អីនឹងគ្នានោះខ្ញុំមិនទាន់ប្រាប់ទេតើតែស្អីទៅតើតែស្អីទៅអាសុំតើតែគាត់សូមរៀបការជាមួយខ្ញុំដឹកដីពេញចឹងតើតែសុំប្រកួតរួចហើយតាមទេបានបងនឹងជាអ្នកផ្ដល់កម្លាំងចិត្តដល់សុំត្រូវតែប្រកួតជាគេណាបងតូននេះចិត្តល្អពិតមែននៅលើពិភពលោកនេះគ្មានអ្នកណាចិត្តល្អដូចជាបងទេអ្នកណាមិនស្រឡាញ់សុំក៏មិនដែរប៉ុន្តែនៅមានបងម្នាក់ទៀតដែលស្រឡាញ់និងថែរក្សាសុំជារៀងរាល់តទៅណាអរគុណហើយបងតូនខ្ញុំមិនចាប់អារម្មណ៍ទេអ្នកណាមិនស្រឡាញ់ខ្ញុំក៏ឲ្យចុះឲ្យតែបងស្រឡាញ់ខ្ញុំគ្រប់គ្រាន់ណាស់ទៅហើយបាទនេះអញ្ចឹងពេលណាទៅសុំទៅប្រាប់ចៅវាយនេះយើងថាយើងទៅពីអ្នកត្រូវជាអ្វីនៅគ្នានោះខ្ញុំមិនចាប់អារម្មណ៍ទេតែណាស្រឡាញ់ខ្ញុំក៏ឲ្យចុះមានបងប្អូនស្រឡាញ់ខ្ញុំប៉ុន្តែខ្ញុំគ្រប់គ្រាន់ណាស់ទៅហើយខ្ញុំក៏តែបានចាត់ចាំបានពេញមួយថ្ងៃបានធ្វើខ្ញុំនេះចោលចាំតែខ្ញុំប្រាប់បងមកទីថាសុំពីមកជារឿងអីតែវាច្រើនជាងរឿងអំជឿនោះតើមែនទេណាបងតោមើលដល់ខ្លួនឯងទេក៏បងមើលយើងតាំងពីដើមតែតាំងមកម្លេះបងយកពីទឹកមុខរបស់យើងមកទៅស្អីដែរពេលនេះបងត្រូវតែទៅការងារឲ្យឆ្លៃតែសាក់លុយផងណាត្រឡប់ទៅវិញទៀតនាងប្រាប់តែថានាងឈ្មោះអ្វីនាងមិនប្រាប់ទេប៉ុន្តែនាងមានផ្ទៃពោះបើអញ្ចឹងខ្ញុំឲ្យនាងត្រឡប់ទៅវិញឲ្យនាងទៅជួបខ្ញុំក្នុងបន្ទប់បាទបានហើយឈប់យំទៅតើមានការអីឆាប់និយាយមកចាខ្ញុំឈ្មោះតែមីមកជម្រាបការប៉ាន់បងប្រុសរបស់លោកធ្វើឲ្យខ្ញុំមានផ្ទៃពោះហើយមិនព្រមទទួលខុសត្រូវខ្ញុំអត់មានលុយទេហើយកូនរបស់ខ្ញុំក៏មិនបានអីញ៉ាំល្អណាស់បន្តិចទៀតកូនរបស់ខ្ញុំក៏អត់ឃ្លានស្លាប់នៅក្នុងពោះមិនខានបើមិនចឹងទេពិតជាកើតមកក៏អាការៈ32ទេបើមិនដូច្នេះទេក៏ខ្ញុំយល់អ្វីដែលនាងនិយាយហើយណានាងមកនេះប្រងឲ្យខ្ញុំជឿអ្វីម្យ៉ាងហើយមែនអរគុណដែលលោកយល់ហេតុអីបានជានាងមកប្រាប់ខ្ញុំទៅវិញពីព្រោះថាមានព័ត៌មានមកថាលោកជាមនុស្សចិត្តល្អមានមេត្តាបំផុតក្នុងកកូលនិយាយគួរហើយពេកហើយអង្គុយចិត្តទៅ
ខ្ញុំត្រូវការឲ្យបងប្រុសរបស់លោកទទួលខុសត្រូវដោយព្រមរៀបការជាមួយខ្ញុំ នាងក៏ដឹងហើយថាបងប្រុសរបស់ខ្ញុំមានភរិយារួចហើយ បើមិនទទួលខុសត្រូវខ្ញុំនឹងយកកូនចាញ់ ហើយកូនណា មិនចាំប្រាប់មកថាលោកសញ្ញានេះនៅមន្ទីរពេទ្យណាខ្ញុំប្រញាប់ទៅដោះស្រាយជាមួយគាត់ដោយខ្លួនឯងថ្ងៃមុនខ្ញុំទៅជួបហើយប៉ុន្តែមេយាយកិច្ចការម្នាក់នោះមានរឿងអាក្រក់តែតាចាស់នោះហៅថាលោកស្រីគាត់មានខ្ញុំចាញ់ ណែសុំទៅណានិយាយចាស់តាចាស់នោះគឺជាលោកប៉ាណែម៉ារបស់ខ្ញុំណាតានេះមកនេះព្រះសាកូនទៅណាមានអ្វីចាប់ខ្ញុំដោះស្រាយហើយ ប៉ុណ្ណឹងមែនទេ លោកសៃឡាមកជំនួសសុំហើយតែគាត់មកតាំងពីព្រឹកម្លេះគាត់មកប្រាប់ម៉ែចាស់ថាមិនបាច់បារម្ភពីរឿងសុំទេហើយល្ងាចនេះគាត់ក៏នឹងនិយាយរឿងរៀបការជាមួយសុំគាត់បាននិយាយប្រាប់ហើយណែចាស់ប្រាប់ហើយចាស់ត្រេកអរផងណាខ្ញុំមិនដឹងថាវាល្អឬអាក្រក់នោះទេខ្លួនមានគូដណ្ដឹងរួចទៅហើយរឿងហ្នឹងសុំមិនបាច់បារម្ភទេគាត់ដោះស្រាយដោយខ្លួនឯងមិនតាក់ទងជាមួយសុំទេណាកុំនិយាយរឿងនេះអីខ្ញុំបារម្ភពីអ៊ំស្រីខ្លាំងណាស់លោកសៃឡាគាត់ផ្ដាំផ្ញើគ្រូពេទ្យហើយគាត់ប្រាប់ថាមិនបារម្ភទេតែចែថាលោកសៃឡានឹងណាពិតជាល្អពិតមែនណាសុំលុយវះកាត់លើកនេះដល់តែ1លានលុយដែលរៀងរួមទាំងអង្គតើអាចនៅសល់ខ្លះទេចែគ្រាន់តែលើកនេះណាប៉ុន្តែលើកក្រោយណាចែមិនប្រកាសទេហើយចុះត្រូវការតើនៅពេលណាទៀតចែប្រហែលជាមួយរយៈទៀតសូមឲ្យវាក្រោយការប្រកួតបង្ហាញមកតិចចុះលុយខ្ញុំនឹងយកទៅជូនអ៊ំស្រីទាំងអស់នាងសុភ័ក្រអូស្លាប់ហើយបើវាឃើញខ្ញុំពត់ថោធ្វើយ៉ាងម៉េចដែរស្រីល្អហើយជុំនេះណាយកបានថាជុំនេះប្រអត់ជាតើមកធ្វើស្អីទេហើយតែនេះមិនស្អីណាយកទៅក្រោយថ្ងៃមកហេតុអីមកឯងគេយើងចាំតាំងយើងពួកឯងហេតុអីក៏មិនទេទៅរកយើងរឿងយើងឲ្យឯងចាប់ទៅជាមួយប្តីយើងពីព្រោះយើងដឹងថាឯងនេះមិនប្រមឲ្យពីរៀនឲ្យយើងទេយើងឲ្យទៅមករៀនបណ្ដោះហើយក៏យកក្មេងឲ្យយើងអូនឹងយកកូនរបស់យើងទៅធ្វើបានយើងមិនជឿទេមិនបាច់មកដល់យើងហើយណាពីរៀនតែថ្លៃចាំទុកតែឯងនេះក៏ជាល្ងងណាស់លោកនេះមកដោយឯងនេះមិនដឹងទេថាពាក្យថ្លៃកូនវាយ៉ាងម៉េចបើមិនដល់កូនឲ្យតែជាមួយឯងយើងជឿថាឯងនេះពិតជាយកកូនគេទៅខាងហើយឯងចាំផងណាយើងនឹងសងតិចលុយទៅតាមរៀនបណ្ដោះហើយយកមកឲ្យយើងនេះស្អីនេះយើងនឹងមកយកលុយពួកឯងនឹងធ្វើឲ្យតែពួកឯងទៅមកច្បាស់ចាំមើលតែលោកគ្រូតាអមរបស់ខ្ញុំចាំឯង ក្នុងការវេកាលើកនេះមួយជំនាញពេញចិត្តណាស់អរគុណលោកប៉ែអ្នកជំនាញត្រូវការសមាជិកច្រើនមកទៀតបើសិនជាពួកអ្នកមានទុនរកសូមជួយទៅធ្វើសិក្សាចា៎ ចេះហួយអញ្ចឹងថ្លៃព្យាបាលអ៊ំស្រីដែលចាយឲ្យគេយកមកមន្ទីរពេទ្យ ខ្ញុំចេញឲ្យហើយ ស្លាប់ហើយ ចាំបានទេខ្ញុំបានប្រាប់នាងកាលពីសាមញ្ញហើយវាជាទូនាទីខ្ញុំគិតថាចៃហួយទុកលុយនេះប្រើប្រាស់នៅពេលក្រោយទៀតចា៎ណា នាងក៏ល្ងាចហើយចាំចាយទៅយកអីបាននៅផ្ទះហើយក៏មកកំដរមកចាយបើលោកសៃឡាចង់នាំសុំទៅញ៉ាំបាយក៏សូមអញ្ជើញចុះណាបើអូនចង្អៀតចង្អល់ឬមួយក៏មានណាត់ជាមួយអ្នកផ្សេងនោះក៏មិនដែរ អត់ទេក៏ប៉ុន្តែខ្ញុំ ណែគឺខ្ញុំបានយល់ព្រមជាមួយលោកស្រីចេស៊ីហើយបើសិនជាខ្ញុំមកធ្វើតាមសន្យាអាការអត់ថយចុះ
បើសិនជាអ្នកណាមកបន្ទោខ្ញុំ ពិតជាគ្មានអ្នកណាមកបន្ទោសជាវាយនោះទេ ឡើយបើអញ្ចឹងខ្ញុំជូនទៅតែងខ្លួនឲ្យស្អាតបាត់ផងណានឹងនិយាយរឿងមង្គលការ ចា ជាពូកែតែម៉ែម៉ែប៉ណ្ណឹងក៏អាចទេ លោកសៃឡានេះទាំងស្អាតទាំងល្អទាំងណៃលៀងគួរឲ្យស្រឡាញ់មែនទេ នេះឯងយកកូនចេញហើយបាទមិនមែនទេហ៎ ស្អាតទេបន្ត នេះណែនេះឡាយចិត្តក្មេងឯងយកកូនចេញទៅស្អីបងមកប្រាប់មកថាបងជាអ្នកទូខំធ្វើជាពុកក្មេងហើយហេតុអីមកចាយ ហេតុអីក៏មានមនុស្សល្ងងច្រើនម្ល៉េះនេះដល់ថ្នាក់វាយតាមខ្ញុំហើយស្ដាប់ណាបន្តខ្ញុំមានពួកពិការណាមកធ្វើជាលេខល្ខោនបំផាន់ភ្នែកអាពួកហៃសូលនេះលើតែប៉ុណ្ណោះឯង ពេលដែលឯងប្រាប់ពីពេកពួកវាក៏ណាស់ហើយនេះឯងបែរជាមកប្រាប់ថាធ្វើជាពេកពួកវាអត់គ្នាអ្វីពេលបានទេទេតែឯងមកជាក្រុមគ្រួសារបាយនេះតែអត់ឃើញទេ គឺតែពេលខ្ញុំទៅចាស់ទៅបាញ់ជាបានលើចាស់ទៅសិស្សផលបែបនេះ ចុះឯងមកចាក់ជាទីមកនេះឯងទៅបោកប្រាស់យកលុយទៅណាមកទៀតហើយគឺគាត់តែធ្វើជាពួតធំដល់តែដងប្អូនរបស់បងសិកាគាត់ក៏លោកសតិខ្លាចខ្ញុំយកកូនចេញគាត់ក៏ប្រញាប់យកលុយចេញពីអង្គការនេះក៏ឲ្យខ្ញុំដាក់តអាពួកហៃសូលនេះឆាប់តស្លាប់មែនទេ បើសុំជាឯងក៏គ្មានពេកពួកដែរចាប់ពីពេលនេះតទៅឯងជប់តែទៅជាមួយពួកគេចៃកាត់ ខ្ញុំឯងតាមពិតទៅខ្ញុំមិនជាគាត់ណាមែនដូច្នេះគាត់តែឲ្យកូនពេកពេកវិញសាររបស់ខ្ញុំនេះដែលធ្វើឲ្យពួកប្រុសៗលោកស្នេហ៍រហូតពេកពួកពេកចាស់ស្បែកជាពេកអស់នេះមិនបានអស់ ឆ្នាំមួយឯងទៅបានជាគិតទៅក៏ខុសយ៉ាងនេះតាមតែក្នុងសង្គមដែលវាអាក្រក់ដល់សង្ខារនេះក៏ព្រោះតែមានមនុស្សដូចឯងនេះក្នុងគំនិតមានតែអាក្រក់ ចំណាស់បន្តតែខ្ញុំនេះដល់ហើយក៏ព្រោះតែក្នុងសង្គមមានមនុស្សពីរលើច្បាស់ចឹងតែមានមនុស្សដូចខ្ញុំតែវាសាកសមដឹងទេ តែនេះបងសុំចាំណាទៀតបើសិនជាឯងមិនព្រមជួយតាក់ទងជាមួយពួកគេនោះយើងទាំងពីរនេះត្រូវតែអស់ជាបងប្អូនគ្នាហើយ អ្នកណាចង់ធ្វើជាបងប្អូនជាមួយមនុស្សមិនខ្វល់នឹងភាពមានបានដូចជាបងតែអ្នកណាចង់ធ្វើតែរកអាត្រឹងក៏បានដែរមានជាមិនខាន កុំតែអីណាឯងចង់ទៅចុចនរកជាមួយវាឬមកយ៉ាងម៉េចហ៎ មកឋានសួគ៌របស់បងតូគឺផ្ទះហេមហាអញ្ចឹងខ្ញុំសុំតែនៅឋាននរកដែលមានភាពស្រស់ស្អាតរបស់អាត្រឹងវិញល្អជាង ថ្ងៃនេះនាងស្អាតណាស់ដឹងទេមានមនុស្សម្នាច្រើនណាស់សម្លឹងមើលតែនាងម្នាក់ទេខ្ញុំយល់ថានាងត្រូវតែឈ្នះការប្រកួតជាមិនខាន ខ្ញុំក៏សង្ឃឹមចឹងដែរនេះខ្ញុំតែឆ្លើយបាននេះខ្ញុំត្រូវការលុយ ណែក្រៅពីជាអ្នកប្រមាញ់លុយរង្វាន់ហើយតើនាងជាអ្នកប្រមាញ់អ្វីទៀត ហើយចាប់ការប្រកួតបង្ហាញម៉ូដនៅពីខុសត្រង់ណាទេ អីទេដោយសារតែខ្ញុំឃើញនាងប្រកែហ្នឹងណាអីនេះជាការរបស់ខ្ញុំមែនទេ ការរបស់នរណាធ្វើមិនខ្ញុំមិនដឹងទៅសារអានការល្មើសទៅ នេះបានន័យថាម៉េចទេ ក៏បានន័យថាការពីព្រឹកមិញនេះខ្ញុំឃើញតូម៉នយកការមកឲ្យអ្នកនាងខ្ញុំក៏ចង់ប្រៀបធៀបល្មើសថាការបែបនេះរបស់ខ្ញុំនេះជាមួយនឹងតូម៉នវាយ៉ាងមិនខ្លះដែរគឺវាតែប៉ុណ្្នឹង ថ្ងៃលោកក៏ប្រៀបធៀបស្មើនឹងខ្លួនឯងណា ការប្រៀបធៀបស្មើរបស់ខ្ញុំវាត្រឹមត្រូវជានិច្ចបើឃើញនៅផ្នែកហើយបានលឺនឹងទៅជានោះខ្ញុំបានលឺនឹងសារភាពជាមួយតូម៉នកន្លែងបន្ទប់អ្នកជំងឺនៅទីពេទ្យអរគ្នាថាគ្នាខ្ញុំសុំតិចមើលក្នុងមន្ទីរពេទ្យវាគួរឲ្យសារភាពឆ្លាញ់ដល់ណាទៅ នេះលោកប្រវត្តិខ្ញុំមិនញ៉ាំបាយដើម្បីបញ្ជាតាមមែនទេ ខ្ញុំហៅអ្នកនាងមកទីនេះដើម្បីនិយាយរឿងមង្គលការរបស់យើងដែលយើងទាំងពីរនេះមិនអាចបាននិយាយបានឡើយវាគឺជាវិជារបស់លោកប៉ា
ពុងតែទិញខុនដូស្អាតៗតម្លៃថ្លៃណាបង អូមិនតិចទៀតបងនឹងមានដូចឯងហើយមែនទេ ចុះបងនៅឲ្យធ្វើស្អីទៀត ត្រង់បងគិតថាយើងគួរតែមានជាងនេះណាហេតុអីបងជាយើងមកធ្វើជាកូនចៅគេអញ្ចឹង ណែស្ងាត់និយាយតិចបានហើយបើគេបានលឺនោះអារឿងនេះខ្ញុំកំពុងតែគិតតែបើដូចជាបងអញ្ចឹងណាតើមានឥទ្ធិពលអីហ៎អ្នកដែលធ្វើចឹងបាននេះវាទាល់តែម៉ាហ្វៀ គេបង្កើតម៉ាហ្វៀកាក្រឹកកាក្រែងមិនដឹងទេបងដឹងអញ្ចឹងតែឯងយល់ព្រមទេបើយល់ព្រមយើងទៅធ្វើមួយថ្ងៃមើលទៅ មិននេះអនាគតស្វាមីរបស់នាងបាននិយាយរឿងផ្ទាល់ខ្លួនអស់ហើយពេលនេះដល់វេនរបស់នាងហើយណាចាំនិយាយទៅ ចា ហើយរឿងដែលខ្ញុំចង់ស្ដាប់បំផុតនោះគឺរឿងនាងជាមួយនឹងតមត់ ចាប្រកាសហើយឯងថាពិតជាអាចទ្រាំស្ដាប់បានព្រោះជីវិតរបស់នាងខ្ញុំមិនគួរឲ្យរលូនដូចជាលោកនោះទេកាលពីមុននាងខ្ញុំអាស្រ័យតាមម៉ាក់បងតមន់នៅជាមួយបងតមន់ស្រឡាញ់ហើយក៏ល្អចំពោះនាងខ្ញុំដែរនាងខ្ញុំរត់មកនៅជាមួយចេះហួយសុំជ្រុងក៏បានមកធ្វើជាអ្នកបង្ហាញម៉ូដហើយក៏បានធ្វើជាកូនធម៌របស់អ៊ំចេះ ហើយពេលនេះសូមកំពុងនឹងជ្រុកហើយកំពុងខ្លាយទៅជាកំពូលអ្នកបង្ហាញម៉ូដរបស់សន្តាគារកាយ5ដែលសំខាន់ជាងនេះគឺមកធ្វើជាភរិយារបស់ខ្ញុំ ធ្វើជាអ្នកបង្ហាញម៉ូដចាត់ទុកថាជាសំណាងតែបើបានធ្វើជាភរិយារបស់លោកគឺពិតជាកម្មពីហើយ អូយនាងមិនក៏និយាយស្ដីអញ្ចឹងនេះខ្ញុំយល់ពីចិត្តរបស់នាងស្រឡាញ់ជាមួយនឹងតមត់ប៉ុន្តែត្រូវបង្ខំជាមួយការជាមួយខ្ញុំ ទោះជានាងខ្ញុំគ្មានបងតមន់ប៉ុន្តែលោកក៏គ្មានចិត្តចង់រៀបការជាមួយខ្ញុំដែរព្រោះលោកមានអ្នកនាងមករួចដែរ បាទយើងជុំឆ្លោះគ្នាទៅតែបានទេទោះជាយ៉ាងណាយើងសាកសមជាមួយគ្នានិងរៀបការជាមួយនឹងគ្នាទៀត ចា៎ តាមដែលខ្ញុំសាកមកមើលកាយការរបស់នាងចង់ជួបមិនខ្លាំងណាស់តើមិនដែរទេ ចា៎ក្នុងមួយជីវិតនេះនាងខ្ញុំត្រូវការពីរយ៉ាងនាងខ្ញុំចង់ឲ្យអង្ស័យជាស៊ីបាត់ជើងនិងចង់ជួបម៉ាក់ចាស់ បើអញ្ចឹងខ្ញុំយល់ព្រមជាមួយថានឹងខំរកមករបស់នាងបានជួបខ្ញុំធ្វើអ្វីហើយមិនដែលធ្វើឲ្យខុសបំណងទេ អរគុណច្រើនលោកមានពិតជាល្អមែន គឺទោះជាយ៉ាងណាយើងរៀបការជាមួយគ្នាហើយយើងត្រូវតែរស់នៅជាមួយគ្នាឲ្យមានសេចក្តីសុខតាមមែនទេ នាងខ្ញុំព្រីអរខ្លាំងណាស់ដែលអ្នកស្រីអនុម័តព្រមត្រឡប់ទៅទីថៃជាមួយនាងខ្ញុំវិញនាងខ្ញុំតាំងចិត្តថានឹងនៅឲ្យបានយូរបំផុតដើម្បីរកកូនស្រីឲ្យឃើញហើយបើសិនជារកកូនមិនឃើញទេនាងខ្ញុំក៏មិនត្រឡប់មកទីនេះទៀតដែរបើសិនជាត្រូវស្លាប់ដោយមិនបានជាបានខ្លួនក៏នាងខ្ញុំព្រមដែរពីព្រោះនាងខ្ញុំមិនអាចព្រមនៅតាមអ្នកឯងបានទៀតទេអ្នកស្រីអរុណម៉ានបើយ៉ាងម៉េចយ៉ាងណាចាំនាងខ្ញុំឲ្យកូនប្រុសរបស់នាងខ្ញុំសេឡាគេជួយតាមរកកូនស្រីរបស់អ្នកស្រីថែមទៀតណាអរគុណច្រើនហើយ រាជនីនាងនៅចាំបានទេដែលខ្ញុំធ្លាប់បាននិយាយថាយើងនៅជាមួយគ្នាដោយសុខស្រួលនាងបំភ្លេចរឿងគ្រប់យ៉ាងលើកលែងរឿងអនាគតរបស់យើងនាងគិតថាបើសិនជាអញ្ចឹងតើល្អដែរទេ ស្លាច់តែជាវាយទៅចាស់ បាននាងនិយាយចឹងបញ្ជាក់ថានាងកាត់ចិត្តពីនរណាម្នាក់បានបើសិនជាអញ្ចឹងក៏ วันหนึ่งนั้นเป็นทางฉันควร បើសិនជាអញ្ចឹងក៏សុបល្អណាស់រាជនី ចាស់ ហើយនៅមានរឿងមួយទៀតនាងត្រូវតែហាមមិនឲ្យនេះតមន់ធ្វើដូច្នេះជាដាច់ខាតបើសិនជាខ្ញុំបានឃើញនោះខ្ញុំមិនសុខចិត្តទេ លោកនឹងហើយកុំមកធ្វើចិត្តជាមួយខ្ញុំឲ្យសោះណាព្រោះខ្ញុំមិនព្រមទេ ប៉ុន្តែមិញនេះនាងប្រាប់បញ្ជាក់ថានាងជាសាច់ចិត្តនេះណែណែអូនមកបានយំទាំងយប់ទាំងថ្ងៃហើយណា គឺខ្ញុំចង់យំខ្ញុំមិនល្អខ្ញុំយកទៅចិត្តខ្លួនឯងតែឃើញបងសេឡាដូចតាមខ្សាច់ចង់តាណាក៏តាមមិនបានតែពេលនេះគាត់ទៅហើយខ្ញុំខកចិត្តខ្ញុំមិនយល់ណា អូនមកអង្គុយយល់ហើយ
ជាចំណុចមួយដែលពិសោធន៍បានថាគេសមជាមនុស្សនៅថែរក្សាអ្នកផ្ទះសុភិតាបំផុតសូមអ៊ំចង់ដឹងថាសូមស្រឡាញ់លោកសិលាឬក៏អត់ ជំរាបសួរអ៊ំស្រីខ្ញុំមកសួរសុខទុក្ខអ៊ំស្រីខ្ញុំសប្បាយចិត្តណាស់ដែលឃើញអ៊ំស្រីបានធូរស្រាលហើយណា អរគុណហើយទាំងលុយព្យាបាលផងសូមលោកសិលាមកហេតុអីក៏អង្គុយស្ងៀមចឹងគឹម អូសុំគេខ្មាស់អៀនណាអ៊ំស្រីព្រោះយកមិញពេលហូបបាយជាមួយខ្ញុំមកប្រាប់ថាខ្ញុំស្រឡាញ់គេ អ